មន្ត្រីការពារជាតិកម្ពុជារបស់អាល្លឺម៉ង់បានព្រមានថាសមាជិកសម្ព័ន្ធមិត្តលោកខាងលិចរបស់អង្គការ NATO ចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់ការវាយប្រហារណាមួយដែលអាចមានពីប្រទេសរុស្ស៊ីក្នុងរយៈពេល4ឆ្នាំទៀតនេះបើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន BBC កាលពីថ្ងៃអាទិត្យលោកឧត្តមសេនីយ៍ Carsten Prower បានប្រាប់សារព័ត៌មាន BBC ថារុស្ស៊ីផលិតរថក្រោះរាប់រយគ្រឿងនៅក្នុងរយៈពេល1ឆ្នាំដែលភាគច្រើនក្នុងចំណោមនោះអាចនឹងត្រូវប្រើប្រាស់សម្រាប់ការវាយប្រហារមកលើរដ្ឋដែលជាសមាជិករបស់អង្គការ NATO នៅត្រឹមឆ្នាំ2029ឬក៏អាចឆាប់ជាងនេះទៅទៀតលោកក៏បានអះអាងផងដែរថា NATO ជាអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើងនៅតែបន្តសហការគ្នាជាធ្លុងមួយជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែនបើទោះបីជាមានការខ្វែងគំនិតខ្លះដែលបានលើកឡើងនាពេលថ្មីៗនេះដោយប្រទេសហុងគ្រីនិងស្លូវ៉ាគៀក៏ដោយការអះអាងរបស់លោកឧត្តមសេនីយ៍ Prower ធ្វើឡើងនៅក្នុងកិច្ចប្រជុំ Shangri-La Dialogue ជាជំនួបកម្ពុជាស្ដីពីវិស័យការពារជាតិនៅប្រទេសសិង្ហបុរីដែលរៀបចំឡើងដោយវិទ្យាស្ថានអន្តរជាតិស្ដីពីការសិក្សាយុទ្ធសាស្ត្រការអត្ថាធិប្បាយរបស់លោកធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះនៅមុនជំនួបកម្ពុជារបស់ប្រទេសដែលជាសមាជិកអង្គការ NATO នៅទីក្រុងឡាអេជាទីដែលគេរំពឹងថាបណ្ដាប្រទេសទាំងនោះនឹងពិភាក្សាអំពីកញ្ចប់ថវិកាសម្រាប់ពង្រឹងវិស័យការពារជាតិនៅក្នុងចំណោមប្រធានបទផ្សេងៗទៀតលោកឧត្តមសេនីយ៍ Prower បាននិយាយថាអង្គការ NATO កំពុងប្រឈមទៅនឹងការគំរាមកំហែងខ្លាំងពីប្រទេសរុស្ស៊ីជាអ្វីដែលលោកមិនធ្លាប់ឃើញពីមុននៅក្នុងរយៈពេល40ឆ្នាំដែលលោកប្រឡូកក្នុងវិស័យយោធានេះលោកនិយាយថានៅពេលនេះរុស្ស៊ីកំពុងកសាងកម្លាំងរបស់ខ្លួនឆ្ពោះទៅដល់កម្រិតមួយកាន់តែធំដែលបានផលិតប្រភេទរថក្រោះប្រយុទ្ធទំនើប 1,500 គ្រឿងរៀងរាល់ឆ្នាំលោកបានបន្តថាមិនមែនរថក្រោះទាំងអស់នោះទេនឹងត្រូវបញ្ជូនទៅធ្វើសង្គ្រាមជាមួយអ៊ុក្រែនប៉ុន្តែវានឹងត្រូវរក្សាទុកក្នុងឃ្លាំងនិងចូលទៅក្នុងរចនាសម្ព័ន្ធយោធាថ្មីដែលប្រទេសលោកខាងលិចតែងតែប្រឈមនោះរុស្ស៊ីក៏បានផលិតគ្រាប់កាំភ្លើងផ្លោងប្រភេទ155មីលីម៉ែត្រចំនួន4លានគ្រាប់នៅក្នុងឆ្នាំ2024ហើយក៏មិនមែនគ្រាប់ទាំងអស់នេះសុទ្ធតែត្រូវបញ្ជូនទៅធ្វើសង្គ្រាមជាមួយប្រទេសអ៊ុយក្រែននោះដែរតួលេខនេះចេញមកពីការវិភាគរបស់អាល្លឺម៉ង់និងបណ្ដារដ្ឋជាសម្ព័ន្ធមិត្តលោកបាននិយាយថាមានចេតនានិងមានការបង្កើនស្តុកសម្រាប់ការវាយប្រហារនាពេលអនាគតមកលើរដ្ឋសមាជិកអង្គការ NATO លោក Prower បានបន្តថានេះគឺជាអ្វីដែលជាការវិភាគបានវាយតម្លៃដូច្នេះយើងត្រូវតែត្រៀមខ្លួនត្រឹមឆ្នាំ2029ហើយលោកក៏មិនហ៊ានធានាថារុស្ស៊ីនឹងមិនវាយប្រហារនៅមុនឆ្នាំ2029នោះដែរដូច្នេះសមាជិក NATO ត្រូវតែមានសមត្ថភាពប្រយុទ្ធនៅយប់នេះមជ្ឈដ្ឋានជាច្រើនបារម្ភខ្លាចការវាយប្រហារទៅលើរដ្ឋអង្គការ NATO ដោយសារតែវាអាចបង្កជាសង្គ្រាមទ្រង់ទ្រាយធំរវាងរុស្ស៊ីនិងអាមេរិកដែលជាសមាជិកសំខាន់របស់អង្គការ NATO តាមមាត្រា5នៃកិច្ចព្រមព្រៀងអង្គការ NATO ការវាយប្រហារណាមួយមកលើរដ្ឋជាសមាជិកនឹងមានន័យថាសមាជិកផ្សេងទៀតត្រូវតែចេញមុខការពារលោកឧត្តមសេនីយ៍ Prower បានលើកឡើងពីតំបន់ Suwalki Gap ជាតំបន់ដែលមានព្រំដែនជាប់ប្រទេសលីទុយអានីប៉ូឡូញរុស្ស៊ីនិងបេឡារុសជាតំបន់មួយដែលងាយរងគ្រោះថ្នាក់បំផុតលោកបាននិយាយថារដ្ឋតំបន់ប៉ាល់ទិកពិតជាប្រឈមទៅនឹងការគំរាមកំហែងពីរុស្ស៊ីមែនហើយនៅពេលណាគេទៅដល់ទីនោះគេនឹងមានអារម្មណ៍បែបនេះលោកឧត្តមសេនីយ៍ Prower បាននិយាយទៀតថាទស្សនៈរបស់រុស្ស៊ីចំពោះសង្គ្រាមជាមួយអ៊ុយក្រែនគឺខុសពីបច្ចឹមប្រទេសហើយក្រុងមូស្គូមើលឃើញថាសង្គ្រាមនេះគឺជាដំណើរការដើម្បីបន្តទៅរកជម្លោះធំជាងនេះជាមួយអង្គការ NATO ហើយដូច្នេះត្រូវតែស្វែងរកចំណុចខ្សោយនៅក្នុងវិស័យការពារជាតិរបស់រដ្ឋជាសមាជិកលោកបានលើកឡើងអំពីការវាយប្រហារនាពេលថ្មីៗនេះទៅលើប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រនៅសមុទ្របាល់ទិកការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
មកលើប្រព័ន្ធដឹកជញ្ជូនសាធារណៈដ្រូនមិនស្គាល់អត្តសញ្ញាណត្រូវបានប្រទះឃើញសំកាំងនៅលើរោងចក្រផលិតថាមពលរបស់អាល្លឺម៉ង់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតលោក Prower បានអះអាងថាដូច្នេះសមាជិកអង្គការ NATO គួរពង្រឹងវិស័យយោធារបស់ខ្លួនឡើងវិញលោកបន្តថាយើងចាំបាច់ត្រូវតែមានសមត្ថភាពការពារខ្លួនហើយដូច្នេះក៏ត្រូវពង្រឹងសមត្ថភាពដើម្បីឆ្លើយតប